cô bánនិយាយទៅកាន់ផានីថាអូថ្ងៃស្អែកម្ដាយខ្ញុំគាត់ដាក់ដៃគ្នាច្រូតស្រូវបានជាខ្ញុំទិញត្រកួននិងប្រលិតយ៉ាងនេះព្រោះខ្ញុំចង់ឲ្យម្ដាយខ្ញុំស្លបញ្ជូរគ្រឿងត្រកួនឯប្រលិតវិញយកទៅធ្វើអន្លក់ទឹកគ្រឿងណាអ្នកនាងអានេះបាននិយាយថាអូអញ្ចឹងទេអីលោកគ្រូពេទ្យក៏បាននិយាយទៅកាន់ផានីថាអូល្ងាចហើយអ្នកនាងអញ្ចឹងយើងប្រញាប់ត្រឡប់ទៅផ្ទះវិញទៅព្រោះថ្ងៃដូចជារៀបនឹងលិចទៅហើយផានីក៏បាននិយាយថាចាស់លោកនិយាយអញ្ចឹងអ្នកនាងជិះកង់តិចចុះខ្ញុំនឹងជិះម៉ូតូតាមក្រោយអ្នកនាងតិចដែរព្រោះបានជាគ្នាជាមួយអ្នកនាងផងនេះបាននិយាយថាចាស់អរគុណឲ្យលោកថ្ងៃនេះខំតែបានលោកទេខំអីខ្ញុំមិនដឹងជាយ៉ាងណាទេគ្រូប៉ែរតនាបាននិយាយថាបាទមិនអីទេអ្នកនាងយើងជាអ្នកស្រុកភូមិជាមួយគ្នាយើងត្រូវតែចេះជួយគ្នាអញ្ចឹងហើយព្រោះយើងជាអ្នកស្រែដូចគ្នាអូតែផ្ទះអ្នកនាងនៅម្ដុំណាដែរលោកផ្ទះខ្ញុំទៅមុខបន្តិចទៀតដល់ហើយអ្នកទាំងពីរជិះកង់និងម៉ូតូបណ្ដើរនិយាយគ្នាបណ្ដើរភ្លេចខ្លួនគោទៅដល់ផ្ទះរបស់ហានីនាងបាននិយាយទៅកាន់លោកគ្រូពេទ្យថាអូលោកនេះហើយជាផ្ទះរបស់ខ្ញុំពេលទៅដល់ផ្ទះរបស់ផានីលោកគ្រូពេទ្យបានឮសំឡេងឪពុករបស់ផានីក្អកខុងឮយ៉ាងខ្លាំងលោកគ្រូពេទ្យក៏បានសួរទៅផានីថាអ្នកនាងតែសំឡេងក្អកនោះជាសំឡេងឪពុករបស់នាងមែនទេតែគាត់មានជំងឺអីបានជាគាត់ក្អកយ៉ាងនេះខ្ញុំមិនដឹងថាគាត់ឈឺអីទេគាត់ចេះតែអស់កម្លាំងហើយក្អកឈឺយូរឆ្នាំណាស់មកហើយលោកខំទិញថ្នាំឲ្យគាត់ពិសាជារៀងរាល់ថ្ងៃដែរតែជំងឺគាត់ហាក់ដូចជាមិនធូរស្រាលសោះលោកគ្រូពេទ្យក៏បាននិយាយថាអូថ្ងៃនេះយប់ហើយអញ្ចឹងចាំថ្ងៃស្អែកខ្ញុំនឹងត្រឡប់មកមើលឪពុករបស់អ្នកនាងម្ដងចង់ដឹងថាគាត់មានជំងឺអីហានីពេលឮដូច្នោះនាងសប្បាយចិត្តយ៉ាងខ្លាំងនាងបាននិយាយទៅកាន់រតនាថាអូពិតមែនឯលោកខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់រឿងនេះសូមស្លេះត្រឹមនេះបងប្អូនបើមានការខុសឆ្គងសូមអភ័យទោសអរគុណជម្រាបលា